នេះ So Honda Well 110 series ឆ្នាំ2025ថ្ងៃនេះខ្ញុំចង់អាប់ដេតជាមួយនឹងតម្លៃរបស់ Honda Well 110 series ឆ្នាំ2025ជូនបងប្អូននៅក្នុងខែ10 កក្កដាខែ10ឆ្នាំ2025យើងណាបងប្អូនជា Honda Well 110នេះគឺប្រហែលជាអត់ចេញស៊េរីឆ្នាំ2026ទេបងប្អូនបងប្អូនថាក៏សួរថា26ចេញពេលណាហ្នឹងណាអញ្ចឹងប្រហែលជាអត់ចេញទេដោយសារតែនឹងអាចនឹង2ឆ្នាំចេញម្ដងដូចជាស៊េរីឆ្នាំ2023ហ្នឹង23 24អត់ចេញទេនៅចេញដល់ស៊េរីឆ្នាំ2025អញ្ចឹងណាបងប្អូនហើយ26នេះក៏ប្រហែលជាអត់ចេញដែររងចាំចេញស៊េរីឆ្នាំ2027ហើយដល់ស៊េរីឆ្នាំ2025យើងមកជាមួយ3ពណ៌មានពណ៌ខៀវពណ៌ខៀវតែក្រហមពណ៌ក្រហមតែខៀវមានពណ៌ខ្មៅតែខៀវក្រហមតែពណ៌ខ្មៅកុងទ័រវារចនាបត់បែបហ្នឹងជាមួយនឹងផេតសោធំគ្រប់ដាក់អីវ៉ាន់មកល្មមដែលយើងអាចដាក់អីវ៉ាន់ខាងយើងបានគ្រប់វាធំជាងត្រេមបន្តិចបងប្អូនហើយបញ្ជាក់តម្លៃរបស់ Honda Well 110នៅក្នុងចុងកក្កដាខែ10យើងនេះគឺតម្លៃ1500ជាង1500ស្ដើងហើយមួយរយៈចុងក្រោយនេះគឺតែប្រឡងជាប់ទី12បានតែអេហ្នឹងគឺពីច្រើនខាងសាលាខេត្តផ្សេងនេះគឺតែងប្រភេទ Honda Well ទៅដាក់ជូនដល់បងប្អូនសិស្សសាលាតែអេអញ្ចឹងធ្វើឲ្យវាខ្វះនឹងការលក់នៅតាមហាងទូទៅគឺធ្វើឲ្យតម្លៃរៀងឡើងបន្តិចបងប្អូនប៉ុន្តែក៏មិនជាឡើងខ្លាំងណាស់យើងអាចមកទទួលយកបានម៉ាស៊ីនគូនេះធន់ណាបងប្អូនប្រើប្រាស់យើងដឹកអីវ៉ាន់ដឹកអីស្រួលមែនទែនដោយសារតែប្រភេទច្បាប់ពី8លីវានឹងវាធំជាងក្រីមយើងអញ្ចឹងវាទាក់ទងការអុបដឹកអីទេគ្រាន់តែវារៀងខ្សោយជាងប្រភេទការ Well 100បន្តិចបើតាមអ្នកប្រើគាត់និយាយណាបងប្អូនអាហ្នឹងខ្ញុំអត់ទៅច្បាស់ដែរអញ្ចឹងសម្រាប់វីដេអូនេះមានប៉ុណ្ណឹងអរគុណបងប្អូនសម្រាប់ការចូលទស្សនាសូមជម្រាបបងប្អូនថ្មីដែលចូលមើលជួយ Subscribe Channel នេះមួយផងដើម្បីខ្ញុំមានទឹកចិត្តថតវីដេអូថ្មីបន្ថែមទៀតជូនបងប្អូនតូនតម្លៃម៉ូតូអីចឹងបងប្អូនអរគុណច្រើន